ជំរាបសួរបងប្អូនខាន់ចេញវីដេអូយូរហើយដោយសារតែរវល់ធ្វើផ្កាលក់អញ្ចឹងបើបងប្អូនមានតម្រូវការចង់កំងផ្កាយកទៅដាក់តុបតែងផ្ទះតាំងតែងលម្អក្នុងផ្ទះឬក៏យកទៅដេក័រនៅហាងឬក៏ដាក់សែនចូលឆ្នាំខ្មែរយើងខាងមុខនេះអីបងប្អូនអាចកំងផ្កាបានណាផ្កាបងប្អូនចង់បានផ្កាអីបងប្អូនកំងបានណាហើយថ្ងៃនេះខ្ញុំបានធ្វើម្ហូបត្រីចៀនជូរអែមយកមកចែករំលែកបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាណាដែលរបៀបធ្វើដំបូងហ្នឹងគឺខ្ញុំដាក់បំពងត្រីសិនបងប្អូនខ្លាញ់ដែរបំពងហ្នឹងយើងទុកឲ្យក្តៅខ្លាំងសិនចាំយើងដាក់ត្រីចូលអញ្ចឹងទៅបានវាអត់របកស្បែកពេលដែលយើងបំពងត្រីហើយហ្នឹងខ្ញុំដាក់ត្រីទៅគៀនសិនហើយខ្ញុំដាក់បំពងខ្ទឹមសវីដេអូធ្វើម្ហូបដែលខ្ញុំចែករំលែកទាំងអស់ហ្នឹងគឺសិតតែរបៀបធ្វើម្ហូបគឺប្រមាណប្រចាំគ្រួសារពួកខ្ញុំធ្វើញ៉ាំរាល់ថ្ងៃអញ្ចឹងចឹងមកមើលទៅតំណងបងប្អូនអាចធ្វើញ៉ាំបានតែបើថាមើលទៅអត់កើតទេបាច់ធ្វើតាមខ្ញុំទេបំពងខ្ទឹមសឈ្ងុយហើយហ្នឹងខ្ញុំដាក់ប៉េងប៉ោះចូលប៉េងប៉ោះហ្នឹងប៉េងប៉ោះខ្មែរធម្មជាតិហ្មងការវីដេអូមុនណាពេលខ្ញុំធ្វើត្រីចៀនជូរអែមអញ្ចឹងគឺខ្ញុំដាក់ប៉េងប៉ោះលាយជាមួយម្នាស់អីចឹងណាតែសារហ្នឹងគឺខ្ញុំដាក់តែប៉េងប៉ោះទេបន្ទាប់មកយើងឆាប៉េងប៉ោះហ្នឹងចុះឡើងទៅបងប្អូនឆារហូតតប៉េងប៉ោះហ្នឹងរៀងទន់បន្តិចបានយើងដាក់គ្រឿងនិយាយទៅដូចខ្ញុំធ្លាប់ប្រាប់វីដេអូចាស់ហៅថាប៉េងប៉ោះបើយើងចំអិនវាឲ្យឆ្អិនណានឹងវាមានវីតាមីនមានខូឡាជែនមានអីច្រើនជាងពេលដែលប៉េងប៉ោះនៅឆៅហើយបើប៉េងប៉ោះនឹងកាន់តែលួយទៀតគឺកាន់តែល្អសម្រាប់សុខភាពហ្មងពេលដែលប៉េងប៉ោះនឹងរៀងទន់អស់ហើយយើងចាប់ផ្ដើមដាក់គ្រឿងស្ករអំបិលប៊ីចេងទឹកត្រីប្រេងខ្យងដាក់ទៅតាមចំណូលចិត្តរៀងខ្លួនណាសម្រាប់ខ្ញុំញ៉ាំរៀងសាបអញ្ចឹងទៅខ្ញុំដាក់គ្រឿងតិចទេតែបើបងប្អូនចង់បានរសជាតិបែបម៉េចអាចដាក់តាមចំណូលចិត្តបានណាមួយទៀតបើយើងដាក់ប្រេងខ្យងច្រើនទៅត្រីចៀនជូរអែមហ្នឹងវាមើលរៀងឃើញកម្ៅអញ្ចឹងណាតែបើសម្រាប់ខ្ញុំត្រីចៀនជូរអែមបើយើងដាក់ទៅប៉េងប៉ោះទៅវាមើលឃើញពណ៌លឿងស្អាតបើដាក់ប្រេងខ្យងច្រើនទៅវាឃើញកម្ៅអញ្ចឹងវាអត់សូវឃើញលឿងទេពេលដែលយើងដាក់គ្រឿងរួចហើយអស់ហើយហ្នឹងយើងដាក់ឲ្យទឹកពុះមួយភ្លែតសិនហើយចាំយើងយកទឹកប៉េងប៉ោះដែលយើងឆានេះយកទៅចាក់ពីលើត្រីនេះត្រីដែលយើងបំពងហើយហ្នឹងចាក់ស្រោចពីលើអញ្ចឹងមកយើងមានវិធីមួយទៀតយើងអាចចាំបាច់យកមកចាក់អញ្ចឹងទេពេលដែលយើងផ្សំគ្រឿងហើយហ្នឹងយើងដាក់ត្រីចូលតែម្ដងណាហើយដាក់ចំអិនត្រីហ្នឹងជាមួយប៉េងប៉ោះយកហ្មងប៉ុន្តែបើចង់ធ្វើអញ្ចឹងក៏បានដែរអត់អីទេឆ្ងាញ់ដូចគ្នាគ្រាន់តែយកមកស្រោចពីលើអញ្ចឹងណាហើយសូមបញ្ជាក់បងប្អូនម្ដងទៀតបងប្អូនអាចកំងផ្កាយកទៅសែនចូលឆ្នាំខ្មែរយកទៅតាំងលម្អផ្ទះឬក៏ដេក័រហាងអីបានហើយក៏មានផ្កាទូចមកគ្រាប់ដែលយើងអាចទិញយកទៅដេក័រលើកែវកាហ្វេឬដេក័រលើផលិតផលអីមួយអញ្ចឹងណាចឹងបើបងប្អូនមានចំណាប់អារម្មណ៍ចង់កំងផ្កាអីកុំភ្លេចតាក់ទងមកលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុងវីដេអូហ្នឹងណាអរគុណច្រើនបងប្អូនទាំងអស់គ្នាឥឡូវម្ហូបយើងរួចរាល់ហើយបើមានកំហុសឆ្គងកន្លែងណាអីសូមអធិស្ឋានផងណាហើយកុំភ្លេចជួយចុច Subscribe ឲ្យ Channel YouTube និង Follow Facebook Page ឲ្យម្នាក់មួយផងណាអរគុណច្រើនទាំងអស់គ្នាជម្រាបលាបាយបាយ